បាទជារសួរនៅទាំងអស់គ្នាចឹងជួបខ្ញុំតទៅនៅវីដេអូថ្មីហើយឆ្នាំនេះក៏ជាឆ្នាំថ្មីឆ្នាំ2021ដែរចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញតទៅនឹងការធ្វើការចូលឬក៏ការ calculator នៅក្នុង AI មួយដែលហៅថា AI Gemini បញ្ជាក់ផងដែរនៅក្នុងវីដេអូមុនក៏ខ្ញុំបានធ្វើតទៅនឹងគេមួយណាបាទគេពោះចាក់កុំមិនបងប្អូនអាចបើសិនជាមិនទាន់ចូលទៅមើលតទៅនឹងវីដេអូនោះទេអាចចូលនៅក្នុង channel របស់ខ្ញុំបានអូខេអញ្ចឹងកុំឲ្យខាតពេលនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាទាក់ទងរបៀបនៃការបាទបង្កើត calculator ឬក៏ការ show នឹងនៅក្នុង AI Gemini តែម្ដងអញ្ចឹងនៅក្នុង AI Gemini នេះយើងមានទាក់ទងនឹងកន្លែងប៉ុណ្ណាបាទបន្តមកទៀតហើយយើងមិនបាច់ទៅធ្វើអីច្រើនទេយើងគ្រាន់តែរើសទាក់ទងនឹងពាក្យថា tool ហើយយើងរើសពាក្យថា canvas ដូចមុនមកបាទអញ្ចឹងពេល tool រើសទាក់ទងនឹង canvas យើងគ្រាន់តែវាយទាក់ទងនឹងជាភាសាខ្មែរក៏បានបាទជាភាសាអង់គ្លេសក៏បានអញ្ចឹងយើងដាក់ថាបង្កើតម៉ាស៊ីនគណលេខបាទឲ្យខ្ញុំបាទប៉ុណ្ណឹងយើងគណអ្វីពាក្យថាបង្កើតម៉ាស៊ីនគណលេខឲ្យខ្ញុំមួយអញ្ចឹងយើងគណចុច submit មកអញ្ចឹងយើងរងចាំ Risa ថា Risa វាចេញបែបម៉េចអូខេអញ្ចឹងនេះក៏ជា code HTML ដោយការមុនណាបាទចឹងទៅទៀតយើងនឹងរងចាំមើលលទ្ធផលទៅកន្លែង preview នេះថាវាចាញ់បែបម៉េចអូខេចឹងរងចាំវេទនាការរួចបាទអូខេចឹងនេះជាយើងមើលមួយផ្នែកខាងឆ្វេងសិនគេបានប្រាប់ពីលក្ខណៈនៃការបង្កើតម៉ាស៊ីនគណលេខនេះគេថាខ្ញុំបានបង្កើតម៉ាស៊ីនគណលេខដែលមានលក្ខណៈដូចខាងក្រោមទី1រូបរាងទំនើបមានថាលក្ខណៈ slide ឬក៏ orange ដែលមើលទៅមានលក្ខណៈវិជ្ជាជីវៈអានឹងវាបានបញ្ចូលទៅនឹង color បាទ color នៅក្នុងប៊ូតុងនេះឲ្យបាទមាន orange មាន gray មានខ្មៅអីទៅតាមនេះអូខេអញ្ចឹងមួយទៀតវាប្រាប់ថាមានមុខងារពេញលេខមានអាចធ្វើការបូកដកគុំចែកនិងលុបបានយ៉ាងងាយស្រួលអូខេអញ្ចឹងមិនម៉េចយើងអត់តាន់ដឹងទេចាំពេលតែទៀតយើងចូលទៅតេស្តរបស់គ្នាអូខេអញ្ចឹងមុខងារទី3គឺ responsive អញ្ចឹងទៅក្នុង responsive នេះបើនិយាយទៅវា support ទៅលើទៅក្នុងអេក្រង់ឬក៏ទំហំនៃ screen របស់ទូរស័ព្ទឬក៏ computer បាទអញ្ចឹងបើយើងចង់នេះសាកចាំខ្ញុំសាកយកទៅ run ខាងក្រៅឲ្យមើលអូខេអញ្ចឹងមួយទៀតkeyboard support អញ្ចឹងទៅក្នុង keyboard support បែបម៉េចគឺពេលដែលយើងចុចលើ computer ឧទាហរណ៍យើងចុចលេខ2លេខ3គឺវាអាច support ទៅតាមនឹងបានអូខេបើសិនតែយើងចង់បន្ថែមមួយទៀតវាអាចឲ្យយើងបន្ថែមបានតែខ្ញុំអត់ចង់បន្ថែមទេខ្ញុំចង់សាកធ្វើការគណនាបាទ45គុណនឹង5ហើយយើងចុចតងសញ្ញាស្មើបាទអូខេចម្លើយត្រឹមត្រូវបាទបើយើងចង់ delete បាទលុបម្ដងមួយឬក៏ចុច clear មកអូខេខ្ញុំឃើញថា smooth មួយនេះទៅតងនឹង calculator នេះយើងអាចតេស្តមើលតាមនេះបាទអូខេអញ្ចឹងនេះជា code បងប្អូនគ្នាអាចចុចមើលបានគឺយើងcode ជាទូទៅយើងប្រើទៅតង HTML បាទភាសាដែលប្រើប្រាស់សម្រាប់ពាក្យនេះគឺ JavaScript អូខេអញ្ចឹងបើយើងចង់យកទៅដាក់នៅក្នុង computer របស់យើងក៏បានដែរបាទអញ្ចឹងដូចទៅវីដេអូមុននៅក្នុង game ពោះទេជាដំបូងយើងធ្វើការ copy ហើយ Ctrl A Ctrl C ហើយយើងចុចសញ្ញាដកយើងនឹងបង្កើត folder មួយថ្មីមួយទៀតដែលមានឈ្មោះថាបាទយើងអាចដាក់ខ្មែរក៏បានម៉ាស៊ីនគណលេខម៉ាស៊ីនលេខប៉ុណ្ណឹងយើងចូលទៅក្នុង folder នឹងក៏បានឬក៏បើកនៅក្នុង VS Code នឹងឬក៏ Visual Studio Code ចូលទៅក្នុងនឹងទៅមកទៀតនឹងវាចាប់អាចាស់ទេយើងអាចខ្វែងចូលមកហើយយើងធ្វើការ open ចុច open មិនខ្ញុំដាក់លើ desktop ខ្ញុំរើស folder មួយមានឈ្មោះថាអូខេចាំតែខ្ញុំរកមកសិនម៉ាស៊ីនគណលេខអូខេចុច folder នឹងទៅទេអត់មាន file អីទេបាទអញ្ចឹងយើងអាចបង្កើត file មួយយើងអាចមកស្ដាប់ពីពាក្យ new បាទសំទោសអូខេពាក្យ new ទាក់ទងនឹង file យើងអាចចាញ់ឲ្យអត់យើងចាំដាក់ HTML អូខេ open បាទប៉ុន្តែវាអត់ support ឲ្យយើងចុចមកកន្លែងនេះមកអូខេអូនៅតែអត់ចេញឲ្យអញ្ចឹងខ្ញុំនឹងសុំ
ធ្វើការបែកទៅវិញសិនមិនវាអត់ត្រូវស្តង់ដារទេវាបង្កើតធីគេយើងបើកវាអាកូនម្ដងទៀតឬក៏វាសួរយកកូនហ្នឹងហើយចុចកន្លែងពាក្យថានៅក្នុងនេះយើងចុច file ហើយរើសពាក្យ open folder សុំទោសមិនយើងចុចច្រឡំចុចពាក្យ open folder យើងចូលទៅកាន់ desktop យើងមើលពាក្យថា single link ហើយយើងពាក្យថា select folder ទៅពេលដែលយើង select folder ចប់រួចយើងធ្វើការបង្កើតបាត់ new file ឬក៏ឥឡូវយើងចុចត្រាក់មួយសិនមក new file កន្លែងនេះក៏បានឬក៏យើងមកស្ដាំយកពាក្យ new file យើងដាក់ពាក្យ index មិនដាក់ index ក៏បានតែ file ត្រូវទទួល .html ជាង enter ចឹងពេលដែល enter កូដមិនយើងបានតែធ្វើការ copy រួចហើយយើងអាចធ្វើការផ្លាស់ទៅអូខេចឹងពេលដែល run យើងអាចមកស្ដាំហើយយកពាក្យ open with live server ក៏បានឬក៏ copy path ដូចនៅក្នុងវីដេអូមុនបាទអូខេចឹងខ្ញុំនឹងធ្វើការមកស្ដាំយកពាក្យ open with live server ដោយសារខ្ញុំមាននៅក្នុងវីដេអូ account នេះមាន live server អូខេចឹងយើងរងចាំតិចបាទនេះជាការចល័តតរបស់យើងអូខេចឹងមានប្រកាសដល់ Gemini នេះក៏យើងអាចយក custom បានដែរឧទាហរណ៍ 1.5 គុណនឹង60នឹងស្មើបាន90ឆ្លើយវាត្រឹមត្រូវ script ក៏ប៉ុន្តែវាមិនបានបញ្ជាក់ប្រាប់យើងថាវាអាច responsive បានដើម្បីមើល responsive បានយើងអាចចុចមកស្ដាប់ឲ្យយកពាក្យ expect មកចឹងខ្ញុំរើសកន្លែងតទៅនឹងអូខេកន្លែងនេះនេះអានឹងគឺតទៅនឹង tool device toolbar ចឹងយើងអាចរួមបានចឹងអូខេចឹងប៉ុណ្ណឹងខ្ញុំឃើញថាវាបានស្អាតហើយអូខេចឹងនៅក្នុងវីដេអូនេះក៏បានឈានដល់ទីបញ្ចប់សង្ឃឹមទាំងអស់គ្នានឹងអាចទៅនឹងការបង្កើតឬប្រកាសជាមួយ Gemini ឬក៏ស្វែងយល់ពីកូដដំណើរការនៃកូដនឹងបានចឹងខ្ញុំអត់មានអីច្រើនទេ